សូមកាត់ថ្វាយបង្គំថេរានុថេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មានក៏ដូចជាជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពស្ដីអំពីបេសកកម្មការទូតរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានៅឯសហរដ្ឋអាមេរិកនិងអឺរ៉ុបដោយផ្សារភ្ជាប់ជាមួយនឹងកាតព្វកិច្ចការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋបន្ទាប់ពីបានបំពេញបេសកកម្មនៅទីក្រុង Washington សហរដ្ឋអាមេរិកសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបានបន្តដំណើរឆ្ពោះទៅកាន់ទ្វីបអឺរ៉ុបនៅលើទឹកដីសហរដ្ឋអាមេរិកបេសកកម្មដ៏សំខាន់មួយដែលសម្ដេចនាយករដ្ឋមន្ត្រីធ្វើគឺដើម្បីចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព Board of Peace កាលពីថ្ងៃ19ខែកុម្ភៈឆ្នាំ2026នៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក Donald J. Trump ក្នុងរដ្ឋធានី Washington ជាមួយនឹងមេដឹកនាំនៃបណ្ដាប្រទេសជាច្រើនទៀតតបតាមការអញ្ជើញរបស់ប្រធានាធិបតី Donald Trump កិច្ចប្រជុំនេះគឺជាការចាប់ផ្ដើមនៃការអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាពព្រមទាំងតបតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលត្រូវបានអនុម័តកាលពីថ្ងៃ17ខែវិច្ឆិកាឆ្នាំ2025ក្នុងគោលដៅជំរុញសន្តិភាពនិងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅការកសាងឡើងវិញនៅតំបន់កាហ្សាដោយការរំពឹងទុកមេដឹកនាំដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះបានលើកឡើងអំពីសោកនាដកម្មនៃសង្គ្រាមនិងផ្ដល់សារៈសំខាន់ដល់សន្តិភាពស្ថិរភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍទាំងក្នុងតំបន់ក៏ដូចជាពិភពលោកវត្តមានរបស់សម្ដេចមហាបវរធិបតីក្នុងកិច្ចប្រជុំនេះពិតជាមានសារៈសំខាន់សម្រាប់កម្ពុជានៅត្រង់ថាក្រៅពីអត្ថន័យសន្តិភាពដែលឆ្លុះបញ្ចាំងពីសុខឆន្ទៈរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពក៏ជាឱកាសដែលឯកឧត្តមប្រធានាធិបតី Donald Trump រំលឹកឡើងវិញពីចំនួនប្រដាប់អាវុធកម្ពុជាថៃនេះសបញ្ជាក់ថាសហគមន៍អន្តរជាតិពិតជាមិនបានបំភ្លេចហើយបានកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើចំនួនព្រំដែនរវាងប្រទេសទាំងពីរជាពិសេសការចូលកាន់កាប់ទឹកដីកម្ពុជានៅទីតាំងមួយចំនួនដោយបំពានច្បាប់អន្តរជាតិពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃនិងការរារាំងប្រជាពលរដ្ឋជាង70000នាក់មិនឲ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញគឺជាប្រធានបទក្រៅគគុកដែលពិភពលោកកំពុងតែផ្ដោតការចាប់អារម្មណ៍ខ្លាំងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពគឺជាឱកាសដែលប្រធានាធិបតី Donald Trump និងមេដឹកនាំប្រទេសជាច្រើនក៏ដូចជាភាគីពាក់ព័ន្ធលើកឡើងអំពីសារៈសំខាន់នៃការបញ្ចប់ចំនួនប្រដាប់អាវុធការសង្គ្រោះជីវិតមនុស្សនិងការកសាងឡើងវិញពីភាពតិចស្ទំដោយសារសង្គ្រាមក៏ដូចជាការផ្សព្វផ្សាយអំពីគុណតម្លៃនៃសន្តិភាពក្នុងន័យនេះសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានសម្ដែងក្តីសង្ឃឹមថាក្រុមប្រឹក្សានេះគឺជាយន្តការថ្មីមួយទៀតបន្ថែមពីលើយន្តការអន្តរជាតិដែលមានស្រាប់ក្នុងការជួយបន្ធូរបន្ថយភាពតានតឹងនិងស្ដារឡើងវិញនៅស្ថិរភាពសន្តិភាពក្នុងតំបន់ដែលមានចំនួនឬក៏មានសង្គ្រាមក្នុងនោះក៏មានទាំងបញ្ហាព្រំដែនកម្ពុជាថៃផងដែរនៅទីក្រុង Washington សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក៏បានអនុញ្ញាតឲ្យអិសរាជជនអាមេរិកនិងថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសមួយចំនួនទៀតជួបសម្ដែងការគូសំនិងពិភាក្សាការងារក្នុងនោះជាអាចរួមមានអនុរដ្ឋមន្ត្រីការបរទេសអនុរដ្ឋមន្ត្រីសង្គ្រាមនិងអនុទីប្រឹក្សាសន្តិសុខជាតិនៃសហរដ្ឋអាមេរិកនិងឯកអគ្គរដ្ឋទូតតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកព្រមទាំងរដ្ឋមន្ត្រីការបរទេសទួរគីនិងនាយកប្រតិបត្តិនៃក្រមប្រឹក្សាអាត្លង់តិកជាដើមស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានបង្ហោះសារមួយដែលមានអត្ថន័យថាសូមស្វាគមន៍សម្ដេចធិបតីហ៊ុនម៉ាណែតមកកាន់ទីក្រុង Washington សហរដ្ឋអាមេរិកវាតម្លៃខ្ពស់ចំពោះទំនាក់ទំនងដែលកំពុងតែរីកចម្រើនជាមួយនឹងកម្ពុជាក្នុងភាពជាដៃគូទ្វេភាគីដែលបានផ្ដល់អត្ថន័យអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរនិងការរួមចំណែកដល់សន្តិភាពវិបុលភាពនិងស្ថិរភាពកាន់តែទូលំទូលាយក្នុងតំបន់អាស៊ីអាគ្នេយ៍យើងខ្ញុំសូមស្វាគមន៍កម្ពុជាក្នុងនាមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពសារនេះសបញ្ជាក់ពីផ្លែផ្កានៃការទូតសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាឆ្លុះបញ្ចាំងពីតួនាទីរបស់កម្ពុជាក្នុងការចូលរួមចំណែកក្នុងការកសាងនិងថែរក្សាសន្តិភាពក្នុងតំបន់ក៏ដូចជាសន្តិភាពសកលអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមកត់សម្គាល់ថាប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសក៏បានតាមដានបេសកកម្មការទូតរបស់សម្ដេចធិបតីដោយយកចិត្តទុកដាក់និងបានផ្ដល់ការគាំទ្រពេញទំហឹងចំពោះសេចក្តីសម្រេចចិត្តរបស់សម្ដេចប្រមុខរាជរដ្ឋាភិបាលនៅក្នុងដំណើរបំពេញបេសកកម្មការងារការទូតនៅលើឆាកអន្តរជាតិនាពេលនេះជាពិសេសពាក់ព័ន្ធទៅនឹងការការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋដែលរងការបំពានពីកម្លាំងប្រដាប់អាវុធថៃដោយបង្ហាញជំហរយ៉ាងច្បាស់លាស់របស់កម្ពុជាប្រាប់ដល់សហគមន៍អន្តរជាតិអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ថាគុណតម្លៃសន្តិភាពនិងការគោរពច្បាប់អន្តរជាតិគឺជាគោលការណ៍ដែលកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួនដោយឈរលើគោលការណ៍នេះកម្ពុជាបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នៅបទជុកបាញ់និងគ្រប់ចំណុចទាំងអស់នៃសេចក្តីសម្រេចប្រកាសរួមនៅថ្ងៃ27ខែធ្នូឆ្នាំ2025
ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់កម្ពុជាប្រកាន់ចំហម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែព្រមទាំងអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមនិងផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមក៏ដូចជាកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងមកកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតឡើងដោយការប្រើកម្លាំងអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិជ្រាបជាព័ត៌មានសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះបាទ